នចូលឆ្នាំខ្មែរនោះខ្ញុំសម្ពោធសមិទ្ធផលមួយទៀតយើងសម្ពោធផ្លូវជាតិ76សេបូកដែលតភ្ជាប់ជាមួយស្ពានស្ទឹងត្រង់ថ្ងៃនេះយើងសម្ពោធផែអន្តរជាតិដែលភ្ជាប់ជាមួយសមុទ្រមួយគឺជាផ្លូវជាតិតភ្ជាប់នៅក្នុងប្រទេសហើយស្ពានឆ្លងកាត់ទន្លេថ្ងៃនេះគឺផែជាមួយនឹងការតភ្ជាប់សមុទ្រប៉ុន្តែទិសដៅដូចតែគ្នាទេទិសដៅតែមួយគត់សមិទ្ធផលដែលសម្ពោធទាំងពីរនេះមិនថាមុនចូលឆ្នាំឬក្រោយចូលឆ្នាំខ្មែរគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចតាមវិស័យសម្រាប់ប្រជាពលរដ្ឋមិនថានៅខេត្តកំពង់ចាមនៅត្បូងឃ្មុំឬនៅកពតកំពង់សោមនោះទេហើយបង្កើតផែនេះទេសចរដែលចូលមកខេត្តព្រះសីហនុឧទាហរណ៍មក cruise មួយឥឡូវពេលខ្លះគាត់ជិះតាមកណូតនឹងមកទឹកគាត់មកនឹងមកតាមគោកមកតាមទឹកមកកោះរងមកអីភ្ជាប់ឥឡូវយើងបើកនេះអន្តរជាតិតិចតភ្ជាប់ជាមួយប្រទេសជិតខាងប្រទេសវៀតណាមប្រទេសថៃទេសចរមកថែមទៀតនឹងហើយគឺការបង្កើតសមិទ្ធផលបន្ថែមហើយសមិទ្ធផលនេះមិនមែនសម្រាប់ក្រុមហ៊ុន AZ ឬមួយក៏សម្រាប់ផែនេះទេផែនេះគ្រាន់តែជាមធ្យោបាយចម្លងជាស្ពានចម្លងប៉ុន្តែបើកច្រកទេសចរដែលគេមកហើយគេមិននៅជិះកណូតមកពីថៃមកពីកំពង់សោមមកដល់អង្គុយហូបតែមួយកែវនៅផែនេះហើយចេញទៅវិញទេគេប្រកាសជាចូលទៅលេងនៅក្នុងខេត្តកំពតហើយចឹងបង្កើតទេសចរបន្ថែមជូនអ្នកកំពតដើម្បីលើកស្ទួយជីវភាពរស់នៅរបស់អ្នកខេត្តកំពតនេះដែលយើងធ្វើសមិទ្ធផលបន្ថែមដែលយើងរួមគ្នាអបអរសាទរថ្ងៃនេះជូនដល់បងប្អូនជិត 7,000 នាក់ដែលមកទីនេះបូកជាមួយនឹងអ្នកដែលបានស្ដាប់ឮតាមគឺយើងបន្តធ្វើសមិទ្ធផលវិជ្ជមានដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ